បាទសង្ខេបស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីកងកម្លាំងយោធាថៃបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយុទ្ធភូមិភាគទី5នៅថ្ងៃទី13ខែធ្នូឆ្នាំ2025គិតចាប់ពីម៉ោង 19:00 នាទីថ្ងៃទី12ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025នៅម៉ោង 17:14 នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះក្តាប់សភាពការខាងក្រោយភូមិសាស្ត្រព្រៃច័ន្ទម៉ោង 17:54 នាទីយោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ថៃហោះចូលមកភូមិសាស្ត្រភូមិព្រៃច័ន្ទនិងប្រើប្រាស់ដ្រូនស៊ើបការហោះក្តាប់សភាពការខាងក្រោយភូមិសាស្ត្រភូមិជោគជ័យម៉ោង 19:21 នាទីយោធាថៃបានប្រើប្រាស់ដ្រូនហោះរំលោភចូលដែនអាកាសកម្ពុជាហោះពីលើភូមិសាស្ត្រសំពៅលូនម៉ោង 19:50 នាទីយោធាថៃបានប្រើប្រាស់ដ្រូនហោះរំលោភចូលដែនអាកាសកម្ពុជាកាត់ពីលើភូមិទួលខ្ពស់ឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបងម៉ោង 20:55 នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះក្តាប់សភាពការខាងក្រោយភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅម៉ោង 22:20 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទម៉ោង 22:21 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃបានរុលចូលមកភូមិសាស្ត្រភូមិព្រៃច័ន្ទម៉ោង 22:50 នាទីយោធាថៃបានប្រើប្រាស់ដ្រូនពំក្បាលគ្រាប់ទម្លាក់ចំនួន3គ្រាប់និងបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រឃុំថ្មដាចំនួន2គ្រាប់ម៉ោង 22:52 នាទីយោធាថៃបានប្រើប្រាស់ដ្រូនពំគ្រាប់ទម្លាក់ចំនួន3គ្រាប់នៅភូមិសាស្ត្រថ្មដាម៉ោង 22:55 នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រឃុំថ្មដាម៉ោង 23:41 នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រអូភ្លុកដំរីនៅព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025ចាប់ពីម៉ោង 1:34 នាទីរំលងអធ្រាត្រយោធាថៃបានបាញ់ផ្លោងចូលមកភូមិសាស្ត្រភូមិជោគជ័យម៉ោង 1:45 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទម៉ោង 2:56 នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងធំចំនួន2គ្រាប់នៅភូមិសាស្ត្រឃុំថ្មដាម៉ោង 5:50 នាទីយោធាថៃបានបាញ់កំទេចគោលដៅអគារសន្តាគារនៅភូមិសាស្ត្រឃុំថ្មដាចំនួន1គ្រាប់ម៉ោង 5:55 នាទីយោធាថៃបានបាញ់កំទេចគោលដៅអគារសន្តាគារនៅភូមិសាស្ត្រឃុំថ្មដាចំនួន1គ្រាប់ទៀតម៉ោង 5:56 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង S-16 ទម្លាក់គ្រាប់បែកចំនួន7គ្រាប់នៅភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅម៉ោង 6:02 នាទីយោធាថៃបានបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ម៉ោង 6:07 នាទីយោធាថៃបានបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ទៀតម៉ោង 6:12 នាទីយោធាថៃបានបាញ់កំទេចគោលដៅស្ពានជ័យជំនះស្ពានចាស់ចំនួន1គ្រាប់ម៉ោង 6:35 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យម៉ោង 7:06 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទម៉ោង 8:00 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទមកដល់ម៉ោងនេះភូមិព្រៃច័ន្ទនិងជោគជ័យថៃនៅតែបន្តផ្លោងដាក់នៅឡើយ